សូមក្រាបថ្វាយបង្គំនិងសូមចម្រើនពរប្រវត្តិព្រះមហាកាសបៈព្រះមហាកាសបៈថេរៈនេះជាកូនព្រាហ្មណ៍ឈ្មោះកពិលៈកាសបៈកោតកើតនៅស្រុកមហាទិដ្ឋក្រៀមក្នុងដែនមគធៈនាមដើមថាបព្វលីកាលលោកមានអាយុ20ឆ្នាំបានរៀបមង្គលការជាមួយនឹងនាងហត្តកាពិលាន័យដែលមានអាយុ16ឆ្នាំហើយជាបុត្រីព្រាហ្មណ៍កោសយកោតនៅសាកលនគរក្នុងដែនមគធៈវង្សត្រកូលនៃគូស្វាមីភរិយាទាំងពីរនេះជាអ្នកមានសម្បត្តិស្ដុកស្ដំណាស់ប៉ុន្តែគ្មានកូនប្រុសស្រីតពូជត្រកូលឡើយកាលឪពុកស្លាប់ទៅបព្វលីក៏គ្រប់គ្រងទ្រព្យសម្បត្តិពូជត្រកូលប៉ុន្តែកាលកន្លងតមកបព្វលីមានចិត្តនឿយណាយក្នុងខរិវាសក៏នាំគ្នាប្តីប្រពន្ធចេញទៅបួសហើយបានជួបព្រះសាស្តានៅក្រោមដើមជ្រៃមួយហៅថាពហុពុទ្ធតកនិក្រូធជាចន្លោះព្រំដែននៃក្រុងរាជក្រឹសនិងស្រុកនីឡន្ទាហើយបានថ្វាយខ្លួនជាសាវកព្រះសាស្តាក៏ប្រទានឲ្យលោកបានជាភិក្ខុក្នុងព្រះពុទ្ធសាសនាដោយឱវាទ3យ៉ាងគឺ1ថាមនាលកាសបៈអ្នកក៏បីសិក្សាថាយើងនឹងតាំងនៅក្នុងសេចក្តីអៀនខ្មាស់សេចក្តីកោតក្រែងចំពោះភិក្ខុចាស់ថ្មីនិងកណ្ដាលឲ្យបានម៉ឺងម៉ាត់2ថាយើងស្ដាប់ធម៌ឯណានិមួយដែលប្រកបដោយកុសលក៏បីផ្ទៀងត្រជាស្ដាប់ធម៌នោះហើយពិចារណាយកសេចក្តីនៃធម៌នោះ3ថាយើងនឹងមិនលះបង់សតិដែលប្រព្រឹត្តនៅក្នុងកាយគឺពិចារណារាងកាយឲ្យជាអារម្មណ៍ព្រះកាសបៈបានទទួលយកឱវាទទាំង3ដោយសេចក្តីគោរពហើយតាំងព្យាយាមមិនយូរប៉ុន្មានក៏បានសម្រេចព្រះអរហត្តផលក្រោយពេលបួសហើយ8ថ្ងៃហើយក៏បានទទួលសេចក្តីសរសើរពីព្រះសាស្តាថាមានព្រហ្មវិហារធម៌ស្មើដោយព្រះអង្គព្រះថេរៈអង្គនេះគេហៅថាមហាកាសបៈថេរៈហើយជាអ្នកធ្លាប់ទទួលយកសម្ពុទ្ធសង្ឃាដីរបស់ព្រះសម្ពុទ្ធមកត្រត្រង់ថែមទាំងព្រះសម្ពុទ្ធក៏ធ្លាប់ទទួលយកសង្ឃាដីរបស់លោកមកត្រត្រង់ដែរព្រះសម្ពុទ្ធបានសរសើរថាលោកជាអ្នកមានចិត្តសន្តោសប្រាថ្នាតិចប្រព្រឹត្តខ្លួនជាអ្នកថ្មីជានិច្ចមិនសម្ដែងសេចក្តីស្និទ្ធស្នាលមិនរពឹសកាយវិចារមានចិត្តមិនជាប់ជំពាក់ក្នុងត្រកូលផ្សេងព្រះសាស្តាទ្រង់លើកដំឡើងលោកក្នុងតំណែងជាអេតតកៈខាងត្រត្រង់ធុដង3គឺត្រត្រង់សម្ពុតបាំងសកោជីវ័ត1នៅក្នុងព្រៃជីវ័ត1ត្រាច់បណ្ឌបាតជីវ័ត1ព្រះមហាកាសបៈថេរៈជាព្រះថេរៈដ៏សំខាន់បំផុតហើយមានប្រជញ្ញដល់ទៅ120ឆ្នាំកាលព្រះសាស្តាបរិនិព្វានលោកពុំបានគង់នៅទីនោះទេលុះឮថាព្រះអង្គបរិនិព្វានហើយព្រះមហាកាសបៈថេរៈក៏នាំបរិវារចូលទៅថ្វាយបង្គំព្រះបរមសពនៅថ្ងៃទី7ក្រោយពុទ្ធបរិនិព្វានគឺនៅពេលដែលគេរៀបចំបូជាព្រះបរមសពពេលនោះភ្លើងមិនអាចឆេះព្រះមច្ឆុសាមាសបានឡើយលោកព្រះមហាកាសបៈថេរៈនិមន្តទៅដល់ចូលទៅថ្វាយបង្គំព្រះបរមសពព្រះបាទាទាំងគូនៃព្រះបរមសពក៏លៀនចេញមកព្រះមហាកាសបៈថ្វាយបង្គំព្រះបាទថ្លែងរៀបរាប់រួចព្រះបាទាក៏លឹបចូលទៅក្នុងមច្ឆុមាសវិញ
រួចព្រះអគ្គីក៏ឆាបឆេះដោយខ្លួនឯងព្រះមហាកាសបតថេរៈជាមហាសាវកសំខាន់បំផុតដោយលោកបានធ្វើជាប្រធានក្នុងការរៀបចំផ្ទៀងផ្ទាត់ធម៌វិន័យនៅលើដំបងនៅហៅថាបឋមសង្គាយនានៅក្រុងរាជក្រឹសដោយមានព្រះអរហន្ត499អង្គជាសមាជិកហើយព្រះមហាកាសបតថេរៈជាអ្នកចោទសួរវិន័យបីដកចំពោះព្រះឧបលិកនិងសួរព្រះសុតន្តបីដកអភិធម្មបីដកចំពោះព្រះមហាអានន្ទបឋមសង្គាយនានោះចាត់ធ្វើក្រោយពុទ្ធបរិនិព្វាន3ខែហើយធ្វើ7ខែទើបចប់ដោយប្រារព្ធនៅពាក្យមើងងាយរបស់សុផតបរិពាជួរការធ្វើបឋមសង្គាយនារួចព្រះមហាកាសបតថេរៈបានគង់សម្រេចសម្រាហានអិរិយាបថនៅក្នុងវត្តវេលុវ័នរហូតទល់ប្រជជន120វស្សាទើបបរិនិព្វាននៅចន្លោះភ្នំទាំង3ហៅថាកុកកុដក្សបាតបរពន្ធ